តើព្រះភូមិគួរដាក់បែរទៅទិសណាចំណុចសំខាន់គឺយើងត្រូវមើលទិសផ្ទះតើបែរមុខទៅទិសល្អឬក៏មិនល្អដែលថាទិសផ្ទះបែរទៅទិសល្អឬក៏មិនល្អហ្នឹងគឺយើងធៀបទិសផ្ទះហ្នឹងទៅនឹងរាសីរបស់ម្ចាស់ផ្ទះបើយើងនិយាយពីទិសល្អឬក៏មិនល្អរបស់ម្ចាស់ផ្ទះវាមាន8ខ្ញុំរៀបរាប់ជូនគឺមានទិសលុយលាភទិសសុខភាពទិសសុភមង្គលទិសបំណងប្រាថ្នាហើយក៏មានទិសឧបសគ្គទិសអាស្រូវទិសបាត់បង់ហើយនឹងទិសគ្រោះឯការដាក់ព្រះភូមិគឺយើងដាក់នៅខាងមុខផ្ទះនឹងឯងខាងមុខហើយចំហៀងត្រង់ថាតើចំហៀងខាងឆ្វេងឬក៏ចំហៀងខាងស្ដាំហើយអញ្ចឹងអាស្រ័យនៅលើការចង់បានរបស់យើងបើសិនជាដាក់ខាងឆ្វេងជាទូទៅគឺទៅមុខទ្វារធំណាបែរមុខឲ្យចំទ្វារធំហើយអញ្ចឹងសួរថាតើការបែរឲ្យចំទៅទ្វារធំនឹងឯងត្រូវទៅនឹងទិសល្អដែរឬក៏អត់ទេហើយប្រសិនបើបែរទៅទិសមិនល្អឧទាហរណ៍ថាព្រះភូមិគឺជួបនឹងឧបសគ្គផ្សេងជួបនឹងរឿងមិនល្អអញ្ចឹងក៏មិនមានពេលវេលាតាមជួយមើលថែរក្សាយើងដែរពីព្រោះអាឡ័យតែដោះស្រាយរឿងរបស់ខ្លួនឯងยังមានពេលឯណាមកជួយដោះស្រាយរឿងរបស់ម្ចាស់ផ្ទះហើយនេះឯងក៏ជាជំនឿមួយដែរណាអញ្ចឹងយើងត្រូវរកទិសល្អជូនគាត់ហើយការដែលរកទិសល្អនឹងឯងគឺយើងងាករំកិលអាសនៈផ្ទះរបស់ព្រះភូមិនឹងឯងរំកិលទៅឆ្វេងទៅស្ដាំហើយងាកបែរចំហើយក៏ចំទៅនឹងទិសល្អផងដែរហើយចូលយើងធ្វើមិនដើម្បីដឹងថាទិសល្អវាស់បែបណាបើសិនជាខ្ញុំវាស់ជូនកូនចៅកូនក្មួយគឺខ្ញុំប្រើខំផាសតែខ្ញុំមានស្រាប់ហ្នឹងណាខ្ញុំបានរៀបចំរួចជាស្រេចខំផាសហ្នឹងប្រៀបបានទៅនឹងបាគូមេបណាហើយគេហៅថាបាគូឬក៏បាកគ្រាន់តែសម្រាប់ខ្ញុំគឺខ្ញុំប្រើនៅលើបច្ចេកវិទ្យាលើទូរស័ព្ទរីឯបាកពិតនោះឯងគឺគេប្រើទៅតាមខំផាសចង្អុលបង្ហាញទីតាំងល្អឬក៏មិនល្អនេះខ្ញុំបែរមកប្រើតាមទូរស័ព្ទហ្នឹងឯងដោយសារតែតាមទូរស័ព្ទហ្នឹងមានជម្រើសច្រើនជាងងាយក្នុងការមើលក្នុងការវាស់ហើយប្រសិនបើកូនចៅកូនក្មួយចង់ឲ្យខ្ញុំវាស់ជូនហ្នឹងក៏ខ្ញុំវាស់បានដែរណាវាស់ជូនវាស់ដាក់ទីតាំងប្រភូមិហ្នឹងដាក់ទៅទិសណាហើយកូនចៅកូនក្មួយតាក់ទងមកខ្ញុំតាម Telegram 016-860-678ដោយទូរស័ព្ទដែលខ្ញុំដាក់នៅខាងក្រោមហ្នឹងណាហើយយើងគ្រប់គ្នាគួរតែរើសទីតាំងទិសល្អមិនថាព្រះភូមិទេរាសីម្ចាស់ផ្ទះឬក៏រាសីកូនចៅនៅក្នុងផ្ទះហ្នឹងនេះខ្ញុំមិនថាគួរទេណាត្រូវតែជ្រើសរើសកន្លែងល្អរៀងខ្លួនទៅតាមឆ្នាំនីមួយឆ្នាំណាត្រូវទិសណាប៉ុន្តែការដាក់ក្រែដាក់ក្បាលដំណេកអីផ្សេងហ្នឹងយើងរៀបចំទៅតាមក្បួនទីលីដែលឪពុកម្ដាយហ្នឹងឯងយើងវាស់ទិសទៅត្រូវនៅទិសណានៅក្នុងផ្ទះហ្នឹងនៅទីតាំងណាហើយកូនច្បងកូនបន្ទាប់កូនពៅកូននៅលាវត្រូវនៅទិសណាត្រូវនៅកន្លែងណាបន្ទប់ណាហើយនេះខ្ញុំមិនអាចជម្រាបជូនផ្ទាល់ជាក់លាក់តែម្ដងទេដោយសារតែយើងមានរាសីខុសគ្នាហើយយើងក៏ដេញទៅតាមទូរាសីរបស់ម្ចាស់ផ្ទះរបស់រៀងខ្លួនដែរទើបយើងដឹងពីទិសល្អមិនល្អហើយនៅកន្លែងណាដែលទិសល្អនៅប្លុកណានៅក្នុងផ្ទះនឹងដែលជាកន្លែងល្អយើងអាចដាក់អ្វីបានខ្លះនៅក្នុងផ្ទះនីមួយហ្នឹងហើយវីដេអូក្រោយៗទៀតខ្ញុំនឹងជម្រាបជូនពីទីតាំងរបស់ផ្ទះហ្នឹងហើយខ្ញុំចេះតែជម្រាបជូនបន្តទៀតនឹងឯងកូនចៅតាមដានវីដេអូខ្ញុំជាបន្តទៀតទៅណាខ្ញុំចង់ជម្រាបព្រះភូមិបញ្ជាក់បន្ថែមការដាក់គឺយើងត្រូវកំណត់ពេលវេលាដែរណាម៉ោងពេលគឺសំខាន់ណាស់ហើយការកំណត់ម៉ោងពេលរបស់ការដំឡើងព្រះភូមិហ្នឹងគឺយើងកំណត់ទៅតាមរាសីរបស់ម្ចាស់ផ្ទះហើយសួរថារាសីឆ្នាំខែថ្ងៃហ្នឹងមានឆុងឬក៏ជាប់គ្រោះនៅវេលាហ្នឹងដែរឬក៏អត់ទេនៅវេលាដែលដាក់ហ្នឹងហើយចុះវេលាដែលចូលមកហ្នឹងមានឆ្នាំខែថ្ងៃនិងម៉ោងតើមានជាប់គ្រោះចូលមកដែរឬក៏អត់ជាប់គ្រោះជាប់ឆុងចូលមកដែរឬក៏អត់ពិសេសទៅទៀតហ្នឹងខ្ញុំតែងតែបញ្ជាក់ម្ដងហើយម្ដងទៀតណាគឺប្រយ័ត្នប៉ះចំផ្កាយមរណៈចូលមកចំម៉ោងពេលដែលដំឡើងអាសនៈដំឡើងផ្ទះរបស់ព្រះភូមិហ្នឹងមួយវិញទៀតបើពាក់ព័ន្ធនឹងទិសហ្នឹងក៏យើងត្រូវមើលថាតើពេលវេលាហ្នឹងប៉ះចំដែលយើងដំឡើងទៅហ្នឹងប៉ះចំទិសអសូរកាយដែរឬក៏អត់អាហ្នឹងគឺសំខាន់
យើងក៏ដេញមើលទៅតាមយុគទៅតាមឆ្នាំទៅតាមខែថ្ងៃគឺដេញរផ្កាយលេខ5ផ្កាយលេខ5ពណ៌លឿងហ្នឹងណាពីព្រោះផ្កាយហ្នឹងគឺជាផ្កាយមិនល្អប្រសិនបើផ្កាយហ្នឹងនៅទិសចំបែរមុខព្រះភូមិហ្នឹងក៏ជាពេលវេលាមួយមិនល្អសម្រាប់យើងដំឡើងដែរហើយដើម្បីសេចក្តីសុខនៅក្នុងក្រុមគ្រួសារយើងត្រូវមើលឲ្យល្អិតល្អន់ហ្នឹងណានេះគឺយើងត្រូវប្រយ័ត្នដូចគ្នាណាការដេញពេលវេលាហ្នឹងវាមានគ្រប់តែពេលគ្រប់តែកន្លែងហើយអញ្ចឹងហើយកូនចៅក៏តែងតែចូលចិត្តខ្ញុំនឹងឯងគ្រប់តែពេលដែលមានសកម្មភាពផ្សេងកើតឡើងរាល់ពេលប្រារព្ធធ្វើកម្មវិធីផ្សេងហ្នឹងហើយអញ្ចឹងចាំលេខខ្ញុំទុកទៅចាំអាស័យដ្ឋានពិសេសចាំ Telegram ទៅណា Telegram 016 860 678គ្រាន់មានការអីហ្នឹងឆាតមកវឹងមកនោះខ្ញុំឆ្លើយតបទៅតាមហ្នឹងហើយសម័យឥឡូវហ្នឹងងាយបែបហ្នឹងណាលឿនហើយអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្្នឹងឯងចា៎ណាកូនចៅកូនក្មួយប្រសិនបើចូលចិត្តវីដេអូរបស់ខ្ញុំហ្នឹងគិតថាមានប្រយោជន៍ហើយអញ្ចឹងសូមជួយចុច like ចុច Subscribe ចុច Follow ផងខ្ញុំនឹងព្យាយាមផ្ញើវីដេអូសំខាន់ជាបន្តទៀតណាហើយខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមជម្រាបលា